អ្នកខ្ញុំសដាវ៉ាន់សមានញ្ញាតគ្រប់នឹងជម្រាបសួរប្រិមត្តទូរទស្សនិកជនជាទីគ្រប់នឹងជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីជជែកពីច្បាប់របស់ BTV នៅក្នុងកម្មវិធីគឺតែងតែលើកយកនៅប្រធានបទថ្មីមកចែករំលែកជូនទៅដល់អស់លោកអ្នកដោយមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនដែលមានបទពិសោធន៍និងចំណេះដឹងផ្នែកច្បាប់ជាពិសេសគឺភាគច្រើនវាគ្មិនគឺជាសមាជិកមេធាវីនៅថ្ងៃនេះលោកស្រីមេធាវីស្រីសុផាន់តារាដែលជាវាគ្មិននៅក្នុងកម្មវិធីនឹងលើកយកប្រធានបទពាក់ព័ន្ធជាមួយនឹងប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិតថាតើមានលក្ខខណ្ឌអ្វីខ្លះដែលបងប្អូនកម្មករនិយោជិតអាចនឹងទទួលបានប្រាក់សោធននិវត្តន៍ហើយមានការឆ្លើយតបនឹងការផ្ដល់ផលប្រយោជន៍ត្រឡប់មកវិញពីបសសចំពោះប្រាក់សោធននិវត្តន៍បែបណាដែរនឹងមានកិច្ចការងារលម្អិតជាច្រើនទៀតនៅក្នុងនឹងដូច្នេះនៅក្នុងសប្តាហ៍នេះនាងខ្ញុំនឹងជជែកលម្អិតជាមួយនឹងវាគ្មិនកិត្តិយសបានជម្រាបជូននៅថ្ងៃនេះគឺមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីសុផាន់តារាកុំឲ្យខាត់ពេលវេលាយូរនាងខ្ញុំសូមស្វាគមន៍វត្តមានភ្ញៀវកិត្តិយសសូមគោរពនឹងជម្រាបសួរលោកស្រីមេធាវីចា៎ចាសូមជម្រាបសួរសូមអរគុណសម្រាប់ការចំណាយពេលវេលានៅក្នុងការចូលរួមនៃកម្មវិធីនៅថ្ងៃនេះហើយនឹងជជែកទៅលើប្រធានបទសំខាន់ទៅដល់បងប្អូនកម្មករនិយោជិតសិតតែអ្នកចង់ដឹងហើយព្រោះពេលមុនមកបងប្អូននេះតែងតែលើកឡើងថាតើតែធ្វើការជាមន្ត្រីរាជការទើបនឹងទទួលបានប្រាក់សោធននិវត្តន៍នេះក៏គាត់តែងតែនិយាយថាប្រាក់រត្រែតណាប្រាក់ក្រោយពេលដែលគាត់មានអាយុ60ឆ្នាំចប់60ឆ្នាំគាត់ត្រូវឈប់សម្រាកការងារគាត់បានប្រាក់សោធនដែរអញ្ចឹងមិនសម្រាប់តែមន្ត្រីរាជការទេមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតនូវគោលនយោបាយមួយទៀតសម្រាប់ដល់បងប្អូនធ្វើក្នុងវិស័យឯកជនតែជាដំបូងនេះខ្ញុំសូមឲ្យលោកស្រីមេធាវីបញ្យល់នៅពាក្យកណ្ដឹងសិនថាតើអ្វីទៅជារបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះចានាងខ្ញុំសូមអរគុណចំពោះសំណួរប៉ុន្តែមុននឹងឈានទៅដល់ការឆ្លើយសំណួរនាងខ្ញុំសូមគោរពថ្លែងអំណរគុណអាដាមលីច័ន្ទដុល្លារប្រធានគណៈមេធាវីដែលបានចាត់តាំងរូបនាងខ្ញុំធ្វើជាវាគ្មិនក្នុងកម្មវិធីជជែកពីច្បាប់ពាក់ព័ន្ធជាមួយនឹងប្រាក់សោធនសម្រាប់កម្មករនិយោជិតយើងដឹងហើយថានៅក្នុងនេះយើងឃើញមានពាក្យថាប្រាក់សោធនចានិងពាក្យថាកម្មករនិយោជិតពាក្យថាប្រាក់សោធនបើយើងមើលទៅលើច្បាប់ស្ដីអំពីរបបសន្តិសុខសង្គមយើងឃើញថាប្រាក់សោធនគឺជាការបង់វិភាគទានចូលទៅកាន់បសសពាក្យថាបសសកន្លែងនេះខ្ញុំសូមបញ្យល់បន្តិចគឺមកពីពាក្យថាបេឡាជារបបសន្តិសុខសង្គមនឹងដែរតែម្ដងគឺមានថាគឺជារបបវិភាគទានដែលជាការសហការរួមគ្នារវាងកម្មករនិយោជិតនិងនិយោជកដើម្បីបង់ទៅលើប្រាក់សោធនសម្រាប់ឲ្យគាត់នេះបានទទួលផលប្រយោជន៍នៅពេលដែលគាត់មានអាយុយ៉ាងតិច60ឆ្នាំឡើងទៅចានេះគឺជាន័យនៅក្នុងសំណួរសួរថាតើអ្វីទៅជារបបសន្តិសុខសង្គមផ្នែកសោធនចុះបើសិននិយាយអំពីលក្ខខណ្ឌវិញថាតើបងប្អូនកម្មករនិយោជិតត្រូវមានលក្ខខណ្ឌយ៉ាងដូចម្ដេចខ្លះដើម្បីអាចទទួលបាននៅប្រាក់សោធននៅពេលដែលពួកគាត់មានវ័យចាប់ពី60ឆ្នាំឡើងទៅចាពាក់ព័ន្ធជាមួយនឹងប្រាក់សោធននេះយើងនឹងលើកឡើងនៅ3ចំណុចសំខាន់ទី1គឺប្រាក់សោធនជរាភាពដែលគេហៅថាជាប្រាក់រត្រែតដែលកញ្ញាបានលើកឡើងថាប្រាក់រត្រែតឬប្រាក់ចូលនិវត្តន៍ហ្នឹងក្រោយអាយុ60ឆ្នាំទី2គឺប្រាក់សោធនឧត្តរជីវីមានន័យថាប្រាក់សោធនដែលត្រូវទទួលបានទៅដល់សហព័ន្ធឬកូនរបស់គាត់ក្រោយពីគាត់ទទួលមរណភាពទី3គឺប្រាក់សោធនទុពលភាពគឺជាប្រភេទប្រាក់ចូលនិវត្តន៍ដូចគ្នាប៉ុន្តែជាការចូលនិវត្តន៍មុនការកំណត់ក្នុងករណីកម្មករនិយោជិតនេះគាត់បានទទួលស្ថានភាពជំងឺឬក៏ស្ថានភាពគ្រោះថ្នាក់ការងារណាមួយក្រៅពីហានិភ័យការងារហើយលក្ខខណ្ឌនៃការទទួលបាននៃចំណុចលម្អិតមួយគឺដែលមានលម្អិតនៅក្នុងអនុក្រឹត្យលេខ32អនកប្រកចុះថ្ងៃទី4ខែមិនិនាឆ្នាំ2021អញ្ចឹងក្នុងនឹងខ្ញុំនឹងលម្អិតមួយតាក់ទងនឹងលក្ខខណ្ឌទទួលបានសម្រាប់កម្មករនិយោជិតដែលនឹងទទួលបានពីអត្ថប្រយោជន៍ពីបសសមានបេឡាជារបបសន្តិសុខសង្គម3ចំណុចដែលលោកស្រីមេធាវីបានលើកឡើងគឺមានជរាភាពឧត្តរជីវីនិងទុពលភាពអញ្ចឹងវាថាពាក្យថាសោធនមួយម៉ាត់នេះគឺមិនគ្របដណ្ដប់ត្រឹមតែពេលដែលគាត់អាយុ60ឆ្នាំឡើងទៅទេគឺមានលក្ខខណ្ឌពីរពិសេសថែមទៀតដែលបសសនឹងផ្ដល់ជូនទៅដល់បងប្អូនកម្មករនិយោជិតដែរចាកញ្ញាដោយកញ្ញាលើកឡើងអញ្ចឹងមានន័យថារាជរដ្ឋាភិបាលពិតជាបានគិតគូរយ៉ាងល្អិតល្អន់ទៅដល់កម្មករនិយោជិតអញ្ចឹងក្នុងករណីនេះខ្ញុំនឹងលើកលក្ខខណ្ឌមួយលម្អិតសម្រាប់ការស្វែងយល់ទៅដល់បងដែលជាកម្មករនិយោជិតថាតើសិទ្ធិនៃការទទួលបានរបស់គាត់ហ្នឹងតើគាត់ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះដើម្បីទទួលបានទៅនឹងអ្វីដែលគាត់ចង់បានចាអញ្ចឹងក្នុងហ្នឹងខ្ញុំនឹងលើកឡើងអំពីប្រាក់សោធននិវត្តន៍មុនដែល
យើងបានលើកពីមុនមកថាប្រាក់ចូលនិវត្តន៍ឬប្រាក់ត្រែតហ្នឹង ចា ចាអញ្ចឹងក្នុងលក្ខខណ្ឌដើម្បីទទួលបាននៅប្រាក់សោធននិវត្តន៍នេះសោធននិវត្តន៍សេរីភាពនេះគាត់ត្រូវបំពេញលក្ខខណ្ឌទី1គាត់បានចុះបញ្ជីបសសផ្នែកប្រាក់សោធនទី2គឺគាត់បានបង់វិភាគទានមកបសសយ៉ាងតិច12ខែមួយទៀតចំណុចមួយសំខាន់ទៀតគឺមានអាយុយ៉ាងតិច60ឆ្នាំ ចា ចាអញ្ចឹងបើសិនជាគាត់បំពេញបានតាម3លក្ខខណ្ឌហ្នឹងគឺគាត់អាចស្នើសុំប្រាក់សោធនជរាភាពបានហើយចាអញ្ចឹងក្នុងករណីហ្នឹងយើងសួរទៀតថាចុះបើខ្ញុំបង់គ្រប់ហើយអីហើយឥឡូវខ្ញុំបានដល់វ័យ60ឆ្នាំហើយតើខ្ញុំនឹងទទួលបានផលប្រយោជន៍អ្វីបន្ថែមទៀតពីបសសទេចាពិតជាទទួលបានគឺការទទួលបានហ្នឹងទី1ដូចយើងលើកឡើងអញ្ចឹងគឺប្រាក់សោធនជរាភាពត្រូវបើកជាប្រចាំខែពីបសសដែលក្នុងមួយខែត្រូវបើកចំនួន2ដង ចាបន្ថែមពីនេះទៅទៀតគឺអ្វីដែលបងប្អូនទាំងអស់គ្នាចង់បានហ្នឹងគឺការព្យាបាលល្អិតកាត់កម្រៃពីមន្ទីរពេទ្យដៃគូរបស់បសសទី3គឺគាត់ទទួលបានប្រាក់វិភាគបូជាសពនៅពេលទទួលមរណភាពក្នុងករណីដែលសោធននិកគាត់ទទួលមរណភាពអ្នកដែលចែងសពផ្ទាល់របស់គាត់គឺបានទទួលនៅប្រាក់វិភាគសម្រាប់បូជាសពទៀតមួយវិញទៀតក៏គាត់បានទទួលនៅសហព័ន្ធឬកូនរបស់គាត់ទទួលនៅប្រាក់សោធនដល់ជីវីដូចគ្នាហើយប្រាក់ដែលប្រាក់សោធនដល់ជីវី ចាប្រាក់សោធនដល់ជីវីនេះគឺគាត់ទទួលបាន 45% នៃប្រាក់ចូលនិវត្តន៍របស់គាត់ 45% ចា ប៉ុន្តែប្រហែលឆ្នាំកន្លងជិះបន្តឡើងនឹងតែម្ដង យើងនឹងមានលក្ខខណ្ឌបន្តទៀត ចាព្រោះប្រាក់សោធនដល់ជីវីវាមានលក្ខខណ្ឌច្រើនទៀតដែលសហព័ន្ធឬកូនគាត់ដែលត្រូវទទួលបានលើប្រាក់ 45% អញ្ចឹងចាំដល់សំណួរក្រោយទៀតខ្ញុំនឹងចាខ្ញុំនឹងលម្អិតតាក់ទងជាមួយនឹងតើផលប្រយោជន៍អ្វីខ្លះដែលអាចទទួលបានហើយតើសហព័ន្ធឬកូនរបស់គាត់នេះធ្វើយ៉ាងម៉េចទើបអាចទទួលបានប្រាក់ 45% នៃប្រាក់ចូលនិវត្តន៍របស់គាត់ ចាអញ្ចឹងចំណុចមួយនេះគឺយើងនិយាយអំពីលក្ខខណ្ឌ3សំខាន់ដែលបងប្អូនកម្មករនិយោជិតអាចនឹងទទួលបាននៅប្រាក់សោធនគឺបាននិយាយថាពេលដែលគាត់មានវ័យជរាចាប់ពី60ឆ្នាំឡើងទៅដែលបានកំណត់ហ្នឹងគឺឲ្យតែគាត់បានចុះបញ្ជីគាត់បានបង់ភាគទានរយៈពេល12ខែហើយតើតឹងទៅនឹងលក្ខខណ្ឌចុងក្រោយនេះគឺជំវិញទៅនឹងអាយុរបស់គាត់គឺតើតែគាត់ដល់60ឆ្នាំដែលត្រូវបានកំណត់ហ្នឹងទើបគាត់ចាប់ផ្ដើមទទួលបានចុះចំណុចទី2ពាក់ព័ន្ធជាមួយនឹងប្រាក់សោធនដល់ជីវិតវិញចង់ឲ្យខ្ញុំដំបូងចង់ឲ្យលោកស្រីមេធាវីបញ្យល់ពាក្យកលឹះនឹងបន្តិចសិនព្រោះបើយើងនិយាយពីរនាក់បងប្អូនក៏អត់យល់ទេថាអ្វីទៅជាប្រាក់សោធនដល់ជីវិតព្រោះស្ដាប់ទៅពាក្យបច្ចេកទេសបន្តិចចាប្រាក់សោធនដល់ជីវីពាក្យយើងនឹងលើកយកតែពាក្យដល់ជីវីទេអញ្ចឹងនៅក្នុងច្បាប់ស្ដីពីរបបសន្តិសុខសង្គមគឺគាត់បានកំណត់និយមន័យថាប្រាក់ដល់សោធនដល់ជីវីនេះគឺជាប្រាក់សម្រាប់ឲ្យសោធននិកនេះគាត់ទទួលមរណភាពមានន័យថាសោធននិកហ្នឹងមានដូចជាសោធនជរាភាពសមាជិកបសសឬក៏បុគ្គលដែលទទួលនៅគេហៅថាហានិភ័យការងារឬក៏ស្ថានភាពមានជំងឺដែលយើងហៅថាទុពលភាពចាអញ្ចឹងចំណុចហ្នឹងគឺមានន័យថាប្រាក់សម្រាប់មរណភាពបើយើងនិយាយឲ្យស្រួលស្ដាប់មានន័យថាសម័យគ្រូអត់បានទេចាប៉ុន្តែជាប្តីឬក៏ប្រពន្ធឬក៏កូនរបស់គាត់ចាបើទោះបីជាខ្ញុំអត់បានឬក៏ដោយសារករណីខ្ញុំស្លាប់ឬក៏ខ្ញុំរបួសខ្ញុំអីអាចធ្វើការបានអញ្ចឹងឧត្តរជីវិតនេះគឺប្រើពាក្យបច្ចេកទេសចង់សម្ដៅថាអ្នកទទួលផលប្រយោជន៍បន្តចាអ្នកទទួលផលប្រយោជន៍បន្តចាអញ្ចឹងលក្ខខណ្ឌអ្វីខ្លះដែរចាអញ្ចឹងលក្ខខណ្ឌដែលអាចទទួលនៅប្រាក់សោធនដល់ជីវិតនេះទាល់តែសោធននិកជរាភាពទុពលភាពឬសមាជិកបសសគាត់បានបង់ភិក្ខទានមកបសសយ៉ាងតិចបំផុត60ខែ60ខែអូមិន12ខែដូចជារាទេណាគឺដល់60ខែទី60ខែតែមានលក្ខខណ្ឌអ្វីទៀត60ខែអញ្ចឹងក្នុងករណីដែលគាត់បានបង់បានរយៈពេលយ៉ាងតិច60ខែនេះហើយគាត់ទទួលមរណភាពចាអញ្ចឹងសហព័ន្ធឬកូនរបស់គាត់ដើម្បីទទួលបានប្រាក់សោធនដល់ជីវិតនេះលុះត្រាតែគាត់មានលក្ខខណ្ឌត្រូវបំពេញបន្តទៀតចាតើមានលក្ខខណ្ឌអ្វីខ្លះដែរចាពាក់ព័ន្ធជាមួយចំណុចនេះគឺទី1សហព័ន្ធប្តីឬប្រពន្ធរបស់គាត់មានសម្បត្តិអាពាហ៍ពិពាហ៍មុនការទទួលមរណភាពរបស់គាត់ទី1ត្រូវបញ្ជាក់ពីសម្បត្តិអាពាហ៍ពិពាហ៍វាថាជាប្តីប្រពន្ធស្របច្បាប់ចា
ហើយការសវត្ថិភាពហ្នឹងសូមបញ្ជាក់ម្ដងទៀតថាគឺ មុនពេល ដែលគាត់ទទួលមរណភាព ចា៎ ចាហើយមួយទៀតគឺគេពិនិត្យទៅលើជីវភាពចាជីវភាពរបស់សហព័ន្ធអាចមានការងារធ្វើឬក៏មិនមានការងារធ្វើដែលប្រាក់ចំណូលនៃការប្រកបការងារគាត់ស្ថិតទៅលើបន្ទាត់នៃភាពក្រីក្រ អូបើសិនជាគាត់មានជីវភាពធូរធារក៏មិនអាចទទួលបាន ចា សោតធនដល់ GP ដែរ ចាហើយមួយវិញទៀតគឺតាក់ទងជាមួយនឹងកូនក៏ត្រូវមានលក្ខខណ្ឌដែរទី1កូនគឺមានអាយុក្រោម18ឆ្នាំហើយគឺគាត់អត់ទាន់រៀបអាពាហ៍ពិពាហ៍ទេ ចាកូននឹងអត់ទាន់រៀបអាពាហ៍ពិពាហ៍ទៀត តតែគោរពលក្ខខណ្ឌនឹងទៀតហើយមួយវិញទៀតក៏មានករណីពិសេសចំពោះកូនដែលមានជំងឺរ៉ាំរ៉ៃឬក៏ពិការអញ្ចឹងបសសក៏អាចផ្ដល់ទៅនឹងប្រាក់ឧបត្ថម្ភនេះជូនទៅគាត់អស់មួយជីវិត អស់មួយជីវិតតែ ចា៎ យើងអត់គិតឆ្នាំប្រហែលឆ្នាំ ចំណុចនេះគឺតាមរយៈមាត្រា20នៃច្បាប់ស្តីអំពីរបបសន្តិសុខសង្គមគឺបានចែងយ៉ាងច្បាស់តាក់ទងជាមួយនឹងករណីកូនទទួលមានអាកូនមានជំងឺរ៉ាំរ៉ៃឬក៏ពិការដែលគាត់អាចរកប្រាក់ចំណូលដោយខ្លួនឯងបាន ចាប៉ុន្តែបើសិនជាក្នុងលក្ខខណ្ឌតកូននឹងគាត់លើសពី18ឆ្នាំហើយគាត់លែងទទួលបានអាហ្នឹងប្រសិនបើដល់ជីវភាពហ្នឹងដល់ GV ហ្នឹងគឺអត់បានទៅដល់សហព័ន្ធទេប៉ុន្តែបែរជាឲ្យកូនអញ្ចឹងបើសិនជាកូននឹងគាត់ក្រោម18គាត់ទទួលបានតែបើលើស18ទៅមានន័យថាប្រាក់នេះក៏ឈប់ដែរ ចា បើសិនជាគាត់ពិការភាពឬក៏ជំងឺរ៉ាំរ៉ៃមិនមានលទ្ធភាពរកការងារធ្វើគឺអស់មួយជីវិត ចា ក្រៅពីហ្នឹងតើមានអ្វីជាពិសេសបន្ថែមទៀតទេ ចាមិញយើងមានបានលឺខ្ញុំនិយាយតាក់ទងជាមួយប្រាក់សោធនជរាភាពដែលតាក់ទងជាមួយនឹង 45% នៃប្រាក់ចូលនិវត្តន៍របស់គាត់ តើជាអ្វីដែរ ចាអញ្ចឹងប្រាក់សោធនដល់ GV គឺគាត់ត្រូវបានទទួល45% នៃប្រាក់ចូលនិវត្តន៍ចុងក្រោយរបស់គាត់ឧទាហរណ៍ឥឡូវខ្ញុំឧទាហរណ៍ដើម្បីឲ្យបងប្អូនស្រួលយល់ទី1ឧទាហរណ៍ថាប្រាក់ចូលនិវត្តន៍របស់គាត់ចុងក្រោយ1លានរៀល ចាអញ្ចឹង45%នៃ1លានរៀលគឺស្មើនឹង450000រៀល ចា អញ្ចឹងចំណែកនៃការទទួលបានប្រាក់សោធនដល់ GV គឺសហព័ន្ធ 50% កូន 50% អញ្ចឹង450000រៀលដែលយើងលើកឡើងមិញនេះគឺឲ្យទៅសហព័ន្ធប្តីឬប្រពន្ធរបស់គាត់ 50% នៃ45000ស្មើនឹង225,000រៀលក្នុងមួយខែហើយកូនទទួលបាន 50% ទៀតនៃប្រាក់45000រៀលគឺគាត់ទទួលបាន225,000រៀល ចឹងចាយជា2ទៀត ចា លក្ខខណ្ឌពិសេសមួយទៀតក្នុងករណីដែលគាត់មានតែសហព័ន្ធតែគ្មានកូនឬក៏មានតែកូនសហព័ន្ធគាត់ស្លាប់ទៅមុនហើយអញ្ចឹងប្រាក់100%នៃ450000រៀលនេះគឺបានទៅគាត់ទាំងអស់ដោយមិនមានការបែងចែកទេ ចា អញ្ចឹងនេះគឺជាលក្ខខណ្ឌរៀងលម្អិតបន្តិចដែរពាក់ព័ន្ធជាមួយនឹងប្រាក់សោធនដល់ GP នេះតែយ៉ាងណាក៏ដោយឃើញថារាជរដ្ឋាភិបាលបានគិតលម្អិតមែនទែនបើទោះបីជាសោធនិកគាត់បានទទួលមរណភាពក៏ដោយប៉ុន្តែនៅតែមានចំណែកខ្លះដែលរាជរដ្ឋាភិបាលបានគិតគូរជាពិសេសលក្ខខណ្ឌសម្រាប់ជីវភាពរស់នៅដែលគាត់ស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រ ចា៎ ប្រាក់សោធនដដែលយើងនិយាយពីលក្ខខណ្ឌមួយទៀតគឺទុពលភាពជាអ្វីហើយលក្ខខណ្ឌបែបណាខ្លះដែរ ចា៎អញ្ចឹងពាក្យថាទុពលភាពនេះគឺសំដៅទៅលើការបាត់បង់ការងារដែលបណ្ដាលមកពីហានិភ័យការងារទេឧទាហរណ៍ថាគាត់ធ្វើការទៅគាត់ឈឺគាត់មានជំងឺទន់តែម្ដងអត់អាចមកធ្វើការបានទេអញ្ចឹងអានោះមិនមែនជាហានិភ័យការងារទេអញ្ចឹងគាត់ក៏អាចបើកប្រាក់សោធនទុពលភាពនេះដែរ តែគិតអំពីការបង់ភាគទានប្រមាណដែរ ក៏មានលក្ខខណ្ឌដូចគ្នាទី1គឺគាត់បានចុះបញ្ជីផ្នែកប្រាក់សោធននៅបសស ចា ទី2គឺគាត់បង់វិភាគទានយ៉ាងតិច60ខែ 60ខែដូចគ្នា ចា អញ្ចឹងបើសិនជាគាត់បំពេញបាននៅលក្ខខណ្ឌដូចនាងខ្ញុំរៀបរាប់មិញកម្មករនយោជិតដែលទទួលគេហៅថាមានជំងឺរ៉ាំរ៉ៃឬក៏ទទួលគ្រោះថ្នាក់ការងារដែលមិនអាចរកចំណូលបាននេះគាត់នឹងទទួលបានអត្ថប្រយោជន៍ត្រឡប់មកវិញទី1គឺគាត់ទទួលបានប្រាក់សោធនទុពលភាពនេះមិនរងចាំដល់គាត់អាយុ60ឆ្នាំទេអញ្ចឹងមានន័យថាការចូលនិវត្តន៍មុនកំណត់ហើយគាត់នឹងបើកប្រាក់នឹងក្នុងមួយខែ2ដងដូចគ្នា ចាទី2គាត់ទទួលបានអ្នកថែរក្សាបន្ថែមជាមួយនឹងទឹកប្រាក់50% នៃប្រាក់ចូលនិវត្តន៍ អ្នកថែរក្សាបន្ថែម ចា ហើយមួយវិញទៀតទទួលបានការព្យាបាលនិងថែទាំសុខភាពនៅមន្ទីរពេទ្យដៃគូរបស់
បសសដោយឥតគិតថ្លៃ ចា គាត់ក៏ទទួលបានប្រាក់វិភាគបូជាសពនិងប្រាក់សោធនដល់ជីវីនៅពេលដែលគាត់ទទួលមរណភាពដែរ ចាអញ្ចឹងគឺមានទាំងការថែទាំមានទាំងការព្យាបាលជំងឺដោយប្រើប្រាស់ជាមួយនឹងមន្ទីរពេទ្យរដ្ឋឬក៏ដៃគូបសសដោយឥតគិតថ្លៃរហូតអស់មួយជីវិតដូចគ្នា ចា៎ ចាអញ្ចឹងលក្ខខណ្ឌទាំងអស់នេះគឺសិតសឹងតែបសសដែលផ្ដល់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលជាកម្មករនយោជិតតែជាចំណុចរួមថាតើទឹកប្រាក់ប៉ុន្មានបូកដកគុណចែកបែបម៉េចយើងមានលក្ខខណ្ឌកម្រិតបែបណាដែលកន្លែងចំណុចនេះលោកស្រីមេធាវី ចាពាក់ព័ន្ធជាមួយនឹងការកំណត់ទៅលើការបើកប្រាក់នេះគឺមានអនុក្រឹត្យដោយឡែកនៃការកំណត់ទៅលើប្រាក់ឈ្នួលមធ្យមនិងប្រាក់ដែលគាត់ត្រូវទទួលបាន ដូច្នេះមានន័យថាការទទួលបាននៅប្រាក់សតធនទាំង3ប្រភេទនេះមិនដូចគ្នាទាំងអស់ទេ ចាអត់ដូចគ្នាទាំងអស់ទេហើយអ្វីដែលខ្ញុំសូមបញ្ជាក់បន្ថែមបន្តិចទៀតពាក់ព័ន្ធជាមួយនឹងលក្ខខណ្ឌទុពលភាពនេះដោយសារតែលក្ខខណ្ឌទុពលភាពនេះហាក់មានភាពស្មុគស្មាញជាងលក្ខខណ្ឌពីរខាងលើ ចា ព្រោះយើងឃើញថាមិញគាត់មកបាន 60 ខែយ៉ាងតិច60ខែមានន័យថាតិចបំផុតត្រឹម60ខែអញ្ចឹងនៅមានបង់បន្តទៀតឧទាហរណ៍ថាគាត់ធ្វើការទៅគាត់បង់អត់ដល់30ឆ្នាំទេហើយគាត់ក៏មានស្ថានភាពជំងឺមិនអាចធ្វើការកើតមិនអាចរកប្រាក់ចំណូលបានអញ្ចឹងខាងបសសក្រោយមានគេថាគ្រូពេទ្យវិទ្យាសាស្ត្របសសពិនិត្យឃើញថាមានស្ថានភាពបែបហ្នឹងមែនគេចាត់ទុកថាគាត់បានបង់គ្រប់30ឆ្នាំហើយក៏គេផ្ដល់អត្ថប្រយោជន៍ឲ្យគាត់ប្រហាក់ប្រហែលទៅនឹងការរៀបរាប់បែបយ៉ាងមិនដែរមិនតែវាខុសគ្នាតាក់ទងជាមួយនឹងការទទួលបានប្រាក់ឈ្នួលមធ្យមចាគឺទទួលបានតែ 45% ទេប៉ុន្តែក៏មានករណីមួយទៀតឧទាហរណ៍ថាចុះបើខ្ញុំទៅមិនធ្វើការហើយខ្ញុំទៅបង់វិភាគទានបានតិចជាង12ខែតើខ្ញុំអាចទទួលបានប្រាក់ទុពលភាពនេះដែរឬទេក្នុងចំណុចនេះมันអត់បានទេបានប៉ុន្តែសួរថាតើបានក្នុងកម្រិតប៉ុណ្ណាយើងផ្អែកទៅលើអនុក្រឹត្យលេខ32ដដែលគឺតាក់ទងជាមួយនឹងក្នុងករណីដែលគាត់បានបង់វិភាគទានតិចជាង12ខែមកបសសក្នុងករណីនេះគឺបសសនឹងបើកប្រាក់ទាំងអស់ជូនគាត់មានន័យថាប្រាក់ដែលគាត់បង់សរុបដែលសម័យខ្លួននឹងបង់សរុបឧទាហរណ៍ថាគាត់បង់មួយខែ 40,000 ឧទាហរណ៍អញ្ចឹងគាត់បង់បានតែ10ខែទេអញ្ចឹងយក 40,000 គុណនឹង10ខែទៅខាងបសសគេនឹងបកគលឲ្យគាត់ទាំងអស់នៅពេលដែលគាត់មានអាយុតិចជាង60ឆ្នាំហ្នឹងប៉ុន្តែអ្វីដែលគាត់មិនទទួលបានហ្នឹងគឺប្រាក់វិភាគបូជាសពគាត់អត់អាចទទួលបានទេទី2គឺប្រាក់សោធនដល់ជីវីក៏គាត់អត់ទទួលបានដែរទី3គឺតាក់ទងជាមួយនឹងការព្យាបាលជំងឺឬគ្រោះថ្នាក់ផ្សេងៗគឺគាត់អត់អាចទទួលបានទេគឺគាត់ត្រូវតែសម័យខ្លួនហ្នឹងគាត់ត្រូវតែចេញសហុយដល់ខ្លួនឯងហើយចាចេញការព្យាបាលមើលថែទាំសុខភាពដល់ខ្លួនឯងទាំងអស់នេះគឺជាលក្ខខណ្ឌនិងអត្ថប្រយោជន៍ដែលកម្មករនយោជិតទទួលបានប៉ុន្តែបើគិតមកដល់ពេលនេះថាតើមានបងប្អូនកម្មករនយោជិតជួបរឿងបែបហ្នឹងក៏ទទួលបានអត្ថប្រយោជន៍ជាបន្តហើយឬនៅទេបើតាមការសិក្សាស្រាវជ្រាវបើតាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំគិតថាពិតជាមានកម្មករនយោជិតមួយចំនួនគាត់បានទទួលហើយព្រោះយើងឃើញថាច្បាប់ស្ដីអំពីរបបសន្តិសុខសង្គមបង្កើតឡើងតាំងពីឆ្នាំ2019ក្រោយមកទៀតក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានចេញប្រកាសផ្សេងទៀតដើម្បីឲ្យនិយោជកម្ចាស់សហគ្រាសឬក៏គ្រឹះស្ថានផ្សេងទៅចុះបញ្ជីដើម្បីទទួលបានអត្ថប្រយោជន៍សម្រាប់កម្មករនយោជិតហើយយើងឃើញថាតាំងពីឆ្នាំ2019មករហូតដល់ឆ្នាំ2022ក៏មានការសហការរបស់នយោជកក៏ដូចជាសហគ្រាសផ្សេងចូលទៅដែរហើយអានេះក៏វាមិនមែនជាការថ្មីទេដែរវាថ្មីដែរប៉ុន្តែវាគួបផ្សំជាមួយនឹងហានិភ័យការងារដែលមានពីមុនមកហើយដូច្នេះអញ្ចឹងនយោជកក៏គាត់បានគិតគូរទៅដល់កម្មករនយោជិតរួចទៅហើយខ្ញុំនៅតែយល់ឃើញថាមានកម្មករនយោជិតគាត់បានទទួលច្រើនហើយបើពីមុនជាបទពិសោធន៍ខ្ញុំធ្លាប់ធ្វើការអង្គការដែរខ្ញុំក៏ធ្លាប់បានទទួលគេហៅថាប្រាក់ឧបត្ថម្ភផ្សេងពីបសសដែរនៅពេលដែលយើងលំហែមិត្តភាពអញ្ចឹងគ្រប់អង្គការក៏ដោយគ្រប់គ្រឹះស្ថាននយោជកផ្សេងក៏គាត់មានការយល់ដឹងហើយព្រោះដោយសារតែយើងឃើញថាបេឡាជារបបសន្តិសុខសង្គមគាត់ព្យាយាមធ្វើការផ្សព្វផ្សាយតាម
Facebook page របស់គាត់តាមរយៈសារព័ត៌មាន ចាសារព័ត៌មានតាម website របស់គាត់ហើយពិសេសគាត់ធ្វើសិលកប័ណ្ណទូចខ្ញុំអត់បានព្រីនសិលកប័ណ្ណនឹងមកហើយប៉ុន្តែសិលកប័ណ្ណហ្នឹងគឺនិយាយលម្អិតហ្មងថាតើប្រាក់សោធនជរាភាពហ្នឹងគាត់ត្រូវគ្រប់លក្ខខណ្ឌអីគេហើយគាត់ត្រូវបានអីគេខ្លះចាហើយប្រាក់ឧត្តរជីវីហ្នឹងគាត់បំពេញលក្ខខណ្ឌអីខ្លះហើយកូនសហព័ន្ធឬកូនរបស់គាត់ត្រូវទទួលបានអីខ្លះចាទុពលភាពគាត់ត្រូវធ្វើអីខ្លះហើយនឹងទទួលបានអីខ្លះអញ្ចឹងគឺគាត់បានលម្អិតហើយកระดาษហ្នឹងគឺងាយស្រួលយល់មានទាំងរូបភាពមានទាំងអក្សរខ្លីៗដូច្នេះបើសិនជាបងប្អូនព្យាយាមតាមដានតាម page របស់បសសខ្ញុំគិតថាអត្ថប្រយោជន៍ទាំងអស់គឺធ្លាក់ទៅដល់បងប្អូនហើយចាអរគុណលោកស្រីមេធាវីនៅវគ្គក្រោយនេះខ្ញុំមានសំណួរមួយចំនួនទៀតតាក់ទិនទៅសូមស្វាគមន៍មកកាន់វគ្គទី2នៅក្នុងកម្មវិធីជជែកពីច្បាប់ដោយបានជម្រាបជូនកាលពីមុនអញ្ចឹងថានៅក្នុងសប្តាហ៍នេះយើងជជែកតាក់ទិនទៅនឹងប្រាក់សោធនសម្រាប់បងប្អូនកម្មករនិយោជិតមានន័យថាបងប្អូនដែលធ្វើការងារនៅក្នុងវិស័យឯកជននឹងទទួលបាននៅប្រាក់រ៉ឺត្រេតបន្ទាប់ពីគាត់មានវ័យចាប់ពី60ឆ្នាំឡើងទៅហើយកាលពីវគ្គទី1លោកស្រីមេធាវីស្រីសុផាតារាបានបញ្ជាក់ច្រើនហើយជំវិញទៅនឹងលក្ខខណ្ឌនៃការទទួលបានមានទាំងប្រាក់សោធនជរាមានទាំងឧត្តរជីវីនិងទុពលភាពប៉ុន្តែមានសំណួរបន្តទៀតក្នុងលក្ខខណ្ឌនេះលោកស្រីមេធាវីប្រសិនបើឧទាហរណ៍ថានាងខ្ញុំធ្វើការតែនាងខ្ញុំផ្លាស់ប្ដូរកន្លែងការងារឬក៏សម្រាប់ធ្វើការអត់ទាន់ដល់60ឆ្នាំទេនាងខ្ញុំទៅរកស៊ីវិញព្រោះធម្មតាពេលខ្លះបងប្អូនខ្លះគាត់គិតថាធ្វើការឲ្យគេមិនងាយសល់លុយទេខ្ញុំចង់ទៅរកស៊ីវិញអញ្ចឹងតើគាត់បាត់ប្រយោជន៍ពីការទទួលបានប្រាក់សោធនពីបសសឬទេឬក៏គាត់អាចបង់បន្តទៀតដោយលក្ខខណ្ឌយ៉ាងណាខ្លះដែរចាសំណួរនេះគឺជាសំណួរដែលគួរឲ្យចាប់អារម្មណ៍ហើយក៏មានកម្មករនយោជិតមួយចំនួនគាត់នៅមានមន្ទិលសង្ស័យចាគាត់ឲ្យបងឲ្យចាប់ហើយអត់បានបងបន្តទៀតតែខ្ញុំធ្វើការឡើង10ឆ្នាំហើយខ្ញុំមកឈប់ធ្វើការវិញតែខ្ញុំអាចទទួលបានប្រាក់ចូលត្រែតចាប្រាក់ចូលត្រែតនឹងអត់អញ្ចឹងនៅក្នុងច្បាប់ស្ដីអំពីរបបសន្តិសុខសង្គមក៏ដូចជាអនុក្រឹត្យលេខ32ដែលយើងលើកឡើងពីសប្តាហ៍មុនយើងឃើញថាមានចំណុចពិសេសតាក់ទងជាមួយនឹងរបបភិកទានដោយស្ម័គ្រចិត្តរបបភិកទានដោយស្ម័គ្រចិត្តចាជាការពិតចាក្នុងករណីនេះក្នុងករណីដែលគាត់បានឈប់ធ្វើការដោយគ្មានប្រាក់ឈ្នួលទៀតប៉ុន្តែគាត់អាចស្នើសុំមកបសសដើម្បីបង់វិភាគទានដោយស្ម័គ្រចិត្តបានចាទោះបីជាគាត់មានអាយុដល់60ឆ្នាំហើយក៏ដោយតែគាត់នៅមានលទ្ធភាពបង់បន្តគាត់ក៏នៅតែអាចបង់វិភាគទានមកបន្តហេតុអីបានគាត់ត្រូវចាប់បាច់បង់បើគាត់អាយុ60ឆ្នាំល្មមទទួលប្រាក់រ៉ឺត្រែតហើយនឹងវាប្រយោជន៍អីលើសពីនឹងទៅទៀតចាវាមានប្រយោជន៍លើសទៅនឹងអ្វីដែលយើងនឹកស្មានអត់ដល់ចាមានន័យថាយើងឃើញថាលក្ខខណ្ឌដែលរាជរដ្ឋាភិបាលបានគិតគូរមកកម្មករនយោជិតគឺជាលក្ខខណ្ឌពិសេសហើយជាលក្ខខណ្ឌមួយដែលអាចឲ្យកម្មករនយោជិតគាត់អាចចិញ្ចឹមខ្លួនឯងបាននៅពេលដែលគាត់ធ្វើការលែងកើតដូច្នេះលក្ខខណ្ឌដែលគាត់ទទួលបាននៅពេលដែលគាត់បង់វិភាគទានបន្តចាហើយគាត់នឹងទទួលបានផលប្រយោជន៍របបសន្តិសុខសង្គមពីបសសអ្វីខ្លះអញ្ចឹងខ្ញុំនឹងរៀបរាប់វាអត់ខុសអំពីការទទួលផលប្រយោជន៍អំពីប្រាក់សោធនជរាភាពឬប្រាក់សោធនទុពលភាពទេចាអញ្ចឹងក្នុងករណីដែលគាត់បានឈប់ធ្វើការងារហើយគាត់នៅតែស្នើសុំបង់បន្តនៅវិភាគទានគាត់នៅតែបានទទួលផលប្រយោជន៍គឺទី1គឺអត្ថប្រយោជន៍របស់គាត់គឺទទួលបានប្រាក់សោធនជរាភាពនិងប្រាក់សោធនទុពលភាពដដែលចាប៉ុន្តែឧត្តរជីវីអត់មានទេមានទៀតមានដូចគ្នាចាទទួលបានការព្យាបាលនិងថែទាំសុខភាពនៅមន្ទីរពេទ្យដៃគូដោយឥតគិតកម្រៃក្រោយពេលគាត់ដល់អាយុចូលនិវត្តន៍ចាទី3គឺទទួលប្រាក់វិភាគបូជាសពនៅពេលទទួលមរណភាពទី4គឺទទួលប្រាក់សោធនឧត្តរជីវីគឺសម្រាប់អ្នកនៅក្នុងបន្ទុកគាត់ផ្ទាល់តាមលិខិតបណ្ដាំរបស់គាត់ទៀតចាអញ្ចឹងមានន័យថារាជរដ្ឋាភិបាលបានបង្កើតច្បាប់បង្កើតអនុក្រឹត្យបង្កើតឱកាសសិតតែជាប្រយោជន៍សម្រាប់កម្មករនយោជិតចានៅក្នុងលក្ខខណ្ឌបើគាត់បង់ភាគទានបន្តចុះបើសិនបើគាត់ថាគាត់អត់ចង់បង់បន្តទេគាត់អាចរងចាំរហូតដល់គាត់60ឆ្នាំទើបទទួលបានប្រាក់សោធនឬក៏អត់តាក់ទងជាមួយត្រង់ចំណុចនេះគឺមិនទាន់មានការលម្អិតណាមួយទេហើយណាមួយ
យើងឃើញថាពាក់ព័ន្ធជាមួយនឹងនីតិវិធីនៃការបងវិភាគទានគឺមានលំអិតនៅក្នុងអនុក្រឹត្យដោយឡែកមួយទៀតហើយនឹងប្រកាសដោយឡែកមួយទៀតតែក្នុងសំណួររបស់កញ្ញានិងពាក់ព័ន្ធនឹងសំណួរក្រោយតើអ្នកណាជាអ្នកចានយោជកត្រូវធ្វើបែបណាដើម្បីគ្រប់គ្រងទៅលើការបងភាគទានជូនបសសចាតើជាបន្ទុករបស់អ្នកណាចាហើយជាបន្ទុករបស់អ្នកណាជាការប៉ុន្តែក្រៅមុននឹងចូលដល់សំណួរមួយនេះខ្ញុំនៅតែចង់ឲ្យលោកស្រីមេធាវីសូមបន្តរឿងលក្ខខណ្ឌអត្ថប្រយោជន៍បន្តិចទៀតពាក់ព័ន្ធជាមួយនឹងការបន្តបងភាគទាននៅពេលដែលគាត់ឈប់ធ្វើការឬក៏គាត់ផ្លាស់ប្ដូរការងារចាអញ្ចឹងមិញយើងបាននិយាយអំពីលក្ខខណ្ឌហើយយើងបាននិយាយអំពីលក្ខខណ្ឌថាក្នុងករណីដែលគាត់បាត់បង់ការងារមុនអាយុ60ឆ្នាំហើយអត់មានប្រាក់ឈ្នួលប៉ុន្តែគាត់មានលទ្ធភាពអាចបង់មកបសសអញ្ចឹងគាត់អាចស្នើសុំបង់វិភាគទានបន្តដោយស្ម័គ្រចិត្តអញ្ចឹងនៅក្នុងលក្ខខណ្ឌហ្នឹងគឺមានជាបន្តបន្ទាប់ថាតើការបង់ដោយស្ម័គ្រចិត្តហ្នឹងគាត់ត្រូវធ្វើបែបម៉េចអញ្ចឹងអ្វីដែលជាការប្រឹក្សានិងការឲ្យយោបល់នៅពេលនេះគឺគាត់ត្រូវតែជួបជាមួយនឹងបុគ្គលិកបសសដែលនៅចិត្តបំផុតដើម្បីទទួលការប្រឹក្សាថាដើម្បីរក្សានៅអត្ថប្រយោជន៍ដែលគាត់ទទួលបាននៅពេលក្រោយចាអញ្ចឹងមកន័យថាឲ្យតែថាបើសិនជាគាត់ផ្លាស់ប្ដូរការងារបដូរកន្លែងប៉ុន្តែបើសិនជាបដូរកន្លែងការងារមិនជាបញ្ហាប៉ុន្មានទេចាការដែលសំខាន់គឺគាត់ឈប់ធ្វើការហើយគាត់ទៅប្រកបរបរខ្លួនឯងនេះគឺជាចំណុចមួយដែលថាវាខុសគ្នារបៀបរបបនៃការបង់នីតិវិធីប៉ុន្តែគាត់នៅតែចង់រក្សាប្រយោជន៍របស់គាត់ថាឲ្យគាត់ឥឡូវគាត់ឈប់ធ្វើការមែនប៉ុន្តែគាត់ស្ដាយគាត់បានបង់ពី3ឆ្នាំហើយឬក៏4 10ឆ្នាំហើយឥឡូវគាត់ចង់បានប្រយោជន៍នឹងទៀតអញ្ចឹងគាត់ទៅពិភាក្សាជាមួយនឹងមន្ត្រីបសសអាចទៅក្រសួងការងារឬក៏បសសដែលនៅជិតផ្ទះរបស់គាត់ដើម្បីទទួលបាននូវព័ត៌មានអំពីនីតិវិធីនៃការបន្តបង់ភាគទាននឹងអញ្ចឹងហើយជាសំណួរបន្តជាមួយទៅនឹងការបង់ភាគទាននៃរបបសន្តិសុខសង្គមផ្នែកសោធននឹងថាសំណួរទី1តើវាជាបន្ទុករបស់អ្នកណាហើយបែបបទនីតិវិធីនៃការបង់នឹងយ៉ាងដូចម្តេចខ្លះដែរចាអញ្ចឹងសំណួរនេះយើងត្រូវយើងមាន2សំណួរប៉ុន្តែហាក់យើងសួរហាក់ដូចជាមានមួយសំណួរប៉ុន្តែក្នុងនោះបង្កប់ន័យនៃ2សំណួរទី1សួរថាតើការបង់វិភាគទានជាបន្ទុករបស់អ្នកណាតាក់ទងជាមួយនឹងការបង់វិភាគទានគឺវាជាបន្ទុករួមរបស់នយោជកឬម្ចាស់សហគ្រាសគ្រឹះស្ថានជាមួយនឹងកម្មករនិយោជិតចាក្នុងអំឡុងពេល5ឆ្នាំដំបូងគឺត្រូវបង់ចំនួនអត្រាស្មើនឹង 4% នៃប្រាក់ឈ្នួលជាប់វិភាគទានចាក្នុងនោះគឺបន្ទុក 2% ជាបន្ទុករបស់នយោជកនិង 2% ទៀតជាបន្ទុករបស់កម្មករនយោជិតអាចបញ្យល់ឲ្យនឹងតិចបានទេ 5% នៃប្រាក់បង់ភាគទាននឹងយ៉ាងម៉េចដែរឧទាហរណ៍ថាប្រាក់ខែគាត់1លានរៀលចាអញ្ចឹងប្រាក់ជាប់វិភាគទានរបស់គាត់ 4% នៃប្រាក់ឈ្នួលមធ្យមរបស់គាត់1លានរៀលអញ្ចឹងវាស្មើទៅនឹង 40,000 រៀលក្នុងហ្នឹងគឺខាងនយោជកបង់ 20,000 រៀលហើយកម្មករនយោជិតបង់ 20,000 រៀលទៅកាន់បសស 2% ម្នាក់ចាយជា2បើ 40,000 នយោជករ៉ាប់រងឲ្យយើង 20,000 ហើយយើងត្រូវបង់ 20,000 ដែលត្រូវកាត់អូតូនៅក្នុងប្រាក់ខែរបស់យើងហ្នឹងចាហើយបើសិនបើជាបន្ទុកអញ្ចឹងដល់ពេលយើងបន្តភាគទានមុននឹងសំណួរនឹងបន្តិចហ្នឹងមកន័យថាបើសិនជាយើងបន្តគឺយើងលែងមាននយោជកបង់ឲ្យហើយលើកនេះគឺយើងបង់ខ្លួនឯងទាំងអស់ហើយបន្តលក្ខខណ្ឌដូចគ្នាដដែលវាអាចអញ្ចឹងដែរចាចំបែបបទនីតិវិធីយ៉ាងដូចម្តេចខ្លះដែរចាតកតងជាមួយនេះខ្ញុំនឹងលើកឡើងលើក្រុមហ៊ុនដែលគាត់បានចុះបញ្ជីនៅបសសរួចហើយអញ្ចឹងតកតងជាមួយនឹងការបង់វិភាគទានវិញអញ្ចឹងទី1គឺការបង់វិភាគទានអាចធ្វើឡើងជាប្រចាំខែឬក៏ប្រចាំឆ្នាំក៏បានតកតងជាមួយនឹងប្រាក់សោធនចាស៊ីសងទៅលើក្រុមហ៊ុនឬក៏នយោជករបស់គាត់មានលទ្ធភាពក្នុងការបង់ទី2គឺប្រាក់ឈ្នួលដែលគិតមកបសសតកតងជាមួយនឹងការបង់វិភាគទានគឺគិតជារូបបិយប័ណ្ណជាប្រាក់រៀលมันអាចគិតជាប្រាក់បរទេសបានទេអញ្ចឹងក្នុងករណីដែលនយោជកឬគ្រឹះស្ថានឬក៏សហគ្រាសរបស់គាត់បើប្រាក់ឈ្នួលជូនទៅកម្មករនយោជិតជាប្រាក់ដុល្លារគេថារូបិយប័ណ្ណបរទេសគឺរូបិយប័ណ្ណបរទេសនេះត្រូវគិតជារូបិយប័ណ្ណប្រាក់រៀលដែលមានកំណត់ដោយធនាគារជាតិនិងមានការជូនដំណឹងពីបសសចា៎ក្នុងករណីនេះតកតងជាមួយនឹងនយោជកឬក៏ម្ចាស់សហគ្រាសគាត់ធ្វើការបង់ប្រចាំខែគាត់ត្រូវតែធ្វើរបាយការណ៍ជូនទៅបសសជារៀងរាល់ខែបន្ទាប់នៅថ្ងៃទី20អំពីស្ថានភាពបុគ្គលិករបស់គាត់
ជាទូទៅឧទាហរណ៍ថាក្រុមហ៊ុនកមួយគាត់ខែនេះគាត់មានបុគ្គលិក20នាក់អញ្ចឹងការបង់វិភាគទានរបស់គាត់គឺ20នាក់តែក្នុងខែបន្ទាប់មានបុគ្គលិក5នាក់ឈប់អញ្ចឹងនៅថ្ងៃទី20នៅក្នុងខែបន្ទាប់គាត់ត្រូវជូនទៅនឹងមកបសសថាខែនេះគាត់បង់តែ15នាក់ទេដោយសារតែ5នាក់ហ្នឹងឈប់ហើយចាក្នុងករណីដែលគាត់បង់ប្រចាំខែតែក្នុងករណីដែលនយោជកឬម្ចាស់សហគ្រាសឬគ្រឹះស្ថានគាត់បង់ជាឆ្នាំវិញអញ្ចឹងការបង់ជាឆ្នាំរបស់គាត់វាមាន2ចំណុចដែលអាចឲ្យគាត់កាត់សម្គាល់បានទី1គាត់ត្រូវជូនដំណឹងអំពីរបាយការណ៍ចេញចូលរបស់បុគ្គលិករបស់គាត់ក្នុងរយៈពេល12ខែខែទី12ចុងក្រោយហ្នឹងគឺអំពីការចេញចូលបុគ្គលិករបស់គាត់ក្នុងករណីដែលអត់មានការចេញចូលទេ12ខែចាំគាត់រាយការណ៍ទៅប៉ុន្តែក្នុងករណីដែលមានចរន្តនៃការចេញចូលរបស់បុគ្គលិកគាត់មួយឆ្នាំហ្នឹងមានខែទី6មានបុគ្គលិករបស់គាត់មួយគឺគាត់ឈប់ធ្វើការអញ្ចឹងក្រោយការឈប់ធ្វើការរបស់គាត់ហ្នឹងរយៈពេល15ថ្ងៃនៃការបរិខែចេញចូលហ្នឹងគឺគាត់ត្រូវធ្វើរបាយការណ៍ជូនទៅបសសដែរដើម្បីឲ្យដឹងអំពីការចេញចូលឧទាហរណ៍ថាក្នុងឆ្នាំហ្នឹងបើអត់មានការចេញចូលទេ12ខែចាំរាយការណ៍តែបើមានការចេញចូល15ថ្ងៃក្រោយនៃការចេញចូលគឺត្រូវតែជូនដំណឹងអំពីការបង់ភាគទាននេះចាប៉ុន្តែជាទូទៅនីតិវិធីទាំងអស់នេះគឺភាគច្រើននយោជកគាត់រ៉ាប់រងជាមួយនឹងខាងបសសបងប្អូនកម្មករនយោជកដូចជាមិនសូវជាមានការរវល់រឿងហ្នឹងហ្មងទេចាមិនសូវរវល់ទេហើយនេះគឺជាកាតព្វកិច្ចរបស់នយោជកម្ចាស់សហគ្រាសកម្មករនយោជិតគឺគាត់ទទួលបានអត្ថប្រយោជន៍នៅពេលដែលគាត់បង់ភាគទានអញ្ចឹងក្នុងនៅក្នុងបន្តទៀតគឺពេលដែលបើក slip ប្រាក់ខែនិយាយថា slip ប្រាក់ខែហ្នឹងគឺតារាងប្រាក់ខែរបស់គាត់ឬវិក័យប័ត្រតាមស្ថាប័នមួយអញ្ចឹងគឺខាងនយោជកហ្នឹងគាត់ត្រូវតែផ្ដល់នៅសភៅបើកប្រាក់ខែតារាងបើកប្រាក់ឈ្នួលតាមប្រព័ន្ធអេឡិចត្រូនិកឯកសារបើកប្រាក់ផ្សេងនៃខែនីមួយៗព្រមទាំងឯកសារពាក់ព័ន្ធមកបសសពាក់ព័ន្ធមួយការស្នើសុំបង់វិភាគទាននេះបងប្អូនកម្មករនយោជិតគាត់មានការបារម្ភតិចដែរដែលដូចមុនអញ្ចឹងយើងនិយាយថាចុះបើសិនជាគាត់ដូរកន្លែងការងារអញ្ចឹងសម័យខ្លួនជិះវៀងថាខ្លាចខាងកម្មករនយោជកអ្នកទី2កន្លែងថ្មីគាត់អត់បន្តបងឲ្យភាគទានឲ្យគាត់អាចសើរើសួរនាំបែបណាខ្លះបានទេចាពាក់ព័ន្ធត្រង់ចំណុចនេះយើងឃើញថាមានអនុក្រឹត្យមួយពាក់ព័ន្ធជាមួយនឹងការបង់វិភាគទាននេះគឺចែងលម្អិតអំពីគេហៅថាតួនាទីរបស់នយោជិតក៏ដូចជាតួនាទីរបស់នយោជកដែរអញ្ចឹងក្នុងករណីដែលគាត់ផ្លាស់ប្ដូរការងារជាទូទៅនៅពេលដែលគាត់បានចុះបញ្ជីនៅក្រុមហ៊ុនចាស់គាត់មានកាតបសសមួយនៅក្នុងដៃចានៅពេលដែលគាត់ទៅធ្វើការងារថ្មីអញ្ចឹងក្រុមហ៊ុនគាត់នឹងអាប់ដេតទៅក្រុមហ៊ុនរបស់គាត់ថាគាត់មានបានបសសហើយក្រុមហ៊ុនថ្មីគេនឹងអាប់ដេតទៅបសសបន្ថែមទៀតទៅលើស្ថានភាពនៃការបង់មកគាត់អញ្ចឹងលុយដែលគាត់បង់ពីមុនអត់បាត់ទេអញ្ចឹងមានថាបងប្អូនកម្មករនយោជិតមានកាតព្វកិច្ចជូនដំណឹងថាឥឡូវខ្ញុំដូរពីកន្លែងចាស់មកហើយកន្លែងចាស់ហ្នឹងក៏បានធ្វើបានបសសរួចហើយដែរអញ្ចឹងត្រូវបន្តបែបម៉េចលក្ខខណ្ឌគឺខាងនយោជកគាត់អាចសម្របសម្រួលបន្ថែមជាមួយនឹងក្រុមការងាររបស់បសសអញ្ចឹងរឿងហ្នឹងមិនជាបញ្ហាទេគេនៅតែរក្សាអត្ថប្រយោជន៍ចាស់របស់យើងបន្តមកការងារថ្មីរបស់យើងដដែលទេចាតើក្នុងលក្ខខណ្ឌប៉ះសិនជាបងប្អូនថ្ងៃនេះអ្នកខ្លះគាត់នៅតែអត់ទាន់មានបានបសសឲ្យជាដើមគាត់ត្រូវគួរធ្វើបែបម៉េចរាយការណ៍បែបជូនដំណឹងបែបម៉េចដើម្បីអាចទទួលបានអត្ថប្រយោជន៍ពីបសសបានត្រង់ចំណុចនេះយើងឃើញថាជាទូទៅម្ចាស់សហគ្រាសឬក៏នយោជកពេលដែលគាត់បានចុះបញ្ជីនៅបសសហើយគេនឹងចេញជាស្លាកក្បាត់មួយឲ្យគាត់ព្យួរទៅនឹងកាឡៃរបស់គាត់អញ្ចឹងក្នុងករណីនេះបើគាត់អត់ទាន់បានចុះបញ្ជីនៅបសសពាក់ព័ន្ធមួយបង់វិភាគទានតាក់ទងទាំងហានិភ័យការងារតាក់ទងនឹងការគាំពៀលើសុខភាពដូច្នេះគាត់ស្នើទៅខាងនយោជកឬក៏ម្ចាស់សហគ្រាសពាក់ព័ន្ធជាមួយនឹងការចុះបញ្ជីជូនគាត់អញ្ចឹងការចុះបញ្ជីមានជាក់ស្ដែងមានដូចជាអត្តសញ្ញាណប័ណ្ណនិងឯកសារពាក់ព័ន្ធផ្សេងទៀតដែលតម្រូវដោយបសសអញ្ចឹងនយោជករបស់គាត់នឹងរៀបចំជាមួយគាត់ហើយចាជុំវិញទៅនឹងនីតិវិធីបែបបត់នេះតើលោកស្រីមេធាវីមានអ្វីបន្ថែមទៀតទេឬក៏សំណូមពរឲ្យបន្ថែមទៀតចាក្នុងចំណុចនេះដោយសារតែរយៈពេលនៃការបកស្រាយវាខ្លីហើយយើងឃើញថាតាមការលើកឡើងរបស់កញ្ញាដាវ៉ាន់ក៏លើកឡើងថាវាមានភាពស្មុគស្មាញតាក់ទងជាមួយនឹងប្រាក់សោធនផ្នែករបបសន្តិសុខសង្គមសម្រាប់កម្មករនយោជិតហើយក៏យើងអាចថាបានថាក៏វាថ្មីដែរសម្រាប់ប្រជាជាតិកម្ពុជាយើងប៉ុន្តែតាមការព្យា
យាមរបស់រាជរដ្ឋាភិបាលបានធ្វើការដុតដៃដុតជើងដើម្បីស្វែងរកផលប្រយោជន៍ដើម្បីសុខុមាលភាពប្រជាពលរដ្ឋគឺព្យាយាមបង្កើតច្បាប់អនុក្រឹត្យនិងប្រកាសជាច្រើនក្នុងនោះខ្ញុំនឹងលើកនៅលើច្បាប់មួយចំនួនដែលអាចឲ្យបងប្អូនក៏ដូចជាលោកនាយកជួរម្ចាស់សហគ្រាសគ្រឹះស្ថានឬក៏កម្មករនយោជិតអាចទៅមើលការសិក្សាបន្ថែមឬក៏ស្វែងយល់បន្ថែមពីអនុក្រឹត្យនិងច្បាប់ទាំងអស់ហ្នឹងចាទី1បងប្អូនអាចទៅស្វែងរកច្បាប់ស្ដីអំពីរបបសន្តិសុខសង្គមទី2បងប្អូនអាចទៅមើលលើអនុក្រឹត្យលេខ32ចុះនៅថ្ងៃទី4ខែមិនិនាឆ្នាំ2021តាមដែលខ្ញុំចាំហើយទី2គឺបងប្អូនអាចទៅរកអនុក្រឹត្យលេខ144អណកប្រកចុះថ្ងៃទី19ខែសីហាឆ្នាំ2021តាក់ទងជាមួយនឹងការកំណត់ប្រាក់ឈ្នួលនិងប្រាក់បៀវត្សដែលជាប់ភិកទានចា៎ទី5បងប្អូនអាចទៅរកប្រកាសអន្តរក្រសួងលេខ165/22អបប្រកបសសចុះថ្ងៃទី20មិថុនាឆ្នាំ2022ស្ដីអំពីការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបញ្ញត្តិនៃច្បាប់ការងារទី6អាចទៅរកប្រកាសលេខ168/22កបប្រកបសសចុះថ្ងៃទី5ខែកក្កដាឆ្នាំ2022ស្ដីអំពីបែបបទនិងនីតិវិធីនៃការចុះបញ្ជីសហគ្រាសគ្រឹះស្ថានកម្មករនយោជិតនិងការបង់ភាគទានសម្រាប់បុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបញ្ញត្តិនៃច្បាប់ស្ដីអំពីការងារក្នុងបេឡាជាតិរបបសន្តិសុខសង្គមចំណុចនេះហើយដែលយើងបានលម្អិតពីវគ្គមុនហើយយើងចង់លម្អិតកាន់តែច្បាស់ទៀតសូមបងប្អូនទៅមើលអនុក្រឹត្យដែលខ្ញុំបានលើកឡើងនេះនិងមួយវិញទៀតគឺតាក់ទងជាមួយនឹងប្រកាសលេខ169អបប្រកបសសគឺចុះថ្ងៃទី5ខែកក្កដាឆ្នាំ2022ស្ដីអំពីបែបបទនិងនីតិវិធីនៃការផ្ដល់វិភាគបូជាសពនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបញ្ញត្តិនៃច្បាប់ស្ដីអំពីការងារព្រោះតាក់ទងជាមួយនឹងប្រាក់វិភាគបូជាសពដែលខ្ញុំថាក្នុងករណីដែលគាត់ទទួលមរណភាពហើយនេះប្រាក់វិភាគបូជាសពហ្នឹងគឺបានទៅអ្នកចាត់ចែងសពអញ្ចឹងប្រាក់វិភាគបូជាសពក៏មានកំណត់ដោយប្រកាសរបស់ក្រសួងដែរដើម្បីងាយស្រួលកំណត់ថាតើបុគ្គលម្នាក់ហ្នឹងទទួលបានប្រាក់វិភាគបូជាសពក្នុងកម្រិតប៉ុណ្ណាចាហើយមួយទៀតចុងក្រោយគឺតាក់ទងជាមួយនឹងប្រកាសលេខ107កបប្រកបសសចុះថ្ងៃទី5ខែកក្កដាឆ្នាំ2022តាក់ទងជាមួយនឹងការបរិច្ឆេទនៃការបង់វិភាគទាននៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ចនិងរបបភាគទានដោយស្ម័គ្រចិត្តអញ្ចឹងអនុក្រឹត្យទាំងអស់នេះហើយដែលអាចលម្អិតនិងជាផលប្រយោជន៍សម្រាប់បងប្អូនកម្មករនយោជិតយកទៅគេហៅថាសិក្សាបន្ថែមដើម្បីជជែកជាមួយនឹងនយោជករបស់គាត់ដើម្បីទាញយកផលប្រយោជន៍ទាំងអស់នេះចាអរគុណមែនតើលោកស្រីមេធីវីសុបណ្ណារាសម្រាប់ការចែករំលែកបើទោះបីជាមិនបានលម្អិតទាំងស្រុងតែវាជាចំណុចគោលដែលបងប្អូនប្រជាពលរដ្ឋជាពិសេសគឺបងប្អូនដែលធ្វើការងារនៅក្នុងវិស័យឯកជនវិញ្ញាណភ័ណ្ឌកាត់ដេរសម្ដែងជើងសម្ភារបំពាក់ជាពិសេសគឺអ្នកដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារដែលត្រូវបានទទួលនៅអត្ថប្រយោជន៍ពីរបបសោធននេះប្រាក់សោធននេះគឺបងប្អូនមួយចំនួនគាត់តែងតែលើកឡើងដូចខ្ញុំលើកឡើងខាងដើមអញ្ចឹងថាពីមុនគាត់តែគិតថាតើតែធ្វើការជាមន្ត្រីរាជការទើបគាត់នឹងទទួលបានប្រាក់រត្រែតឬក៏ប្រាក់ចូលនិវត្តន៍ប៉ុន្តែបច្ចុប្បន្នក្រោមការយកចិត្តទុកដាក់របស់រដ្ឋាភិបាលបានយកចិត្តទុកដាក់បន្ថែមទៀតក្រៅពីការថែទាំសុខភាពពាក់ព័ន្ធជាមួយនឹងហានិភ័យការងារឥឡូវឈានចូលដល់ប្រាក់សោធនហើយសោធននឹងគឺមានចែកលម្អិតទាំងពីការបន្តរឿងបូជាសពរឿងពេលឈឺបងអត់គ្រប់បន្តផ្លាស់ប្ដូរយ៉ាងម៉េចគឺថាលំអិតកុំឲ្យបងប្អូនមានការបារម្ភការដែលសំខាន់បើសិនជាបងប្អូនចង់បានព័ត៌មានបន្ថែមយើងឧស្សាហ៍តាមដានព័ត៌មានដូចជានៅលើទំព័រ Facebook ផ្លូវការរបស់ក្រសួងការងាររបស់បសសដូចជាកម្មវិធីជជែកពីច្បាប់ដែលនាងខ្ញុំតែងតែព្យាយាមលើកយកប្រធានបទជជែកជាមួយនឹងវាគ្មិនដែលគាត់មានបទពិសោធន៍និងចំណេះដឹងចែកជូនទៅដល់លោកអ្នកហើយបើយល់ថាកិច្ចសម្ភារនេះមានអត្ថប្រយោជន៍បងប្អូនអាច share នៅលើនេះជូនទៅដល់ពុកម៉ែបងប្អូនដទៃទៀតដើម្បីបាន
ទស្សនាទៅបានអត្ថប្រយោជន៍ដូចគ្នាដែរសូមអរគុណសម្រាប់ការតាមដានទស្សនាក្នុងកម្មវិធីជួយជ័យពីច្បាប់នៅខណៈនេះនាងខ្ញុំសដាវ៉ាន់និងវាគ្មិនក្រយុលោកស្រីមេធាវីស្រីសុផាតារាសូមអរគុណសូមគោរពលា